ថ្ងៃនេះយើងមកបន្តសាច់រឿងរបស់យើងបន្តទៀតផ្ដើមសាច់រឿងដំបូងនៅក្នុងសំណាក់និកាយភ្នំហូសានមេបានៅក្នុងនិកាយភ្នំហូសានក៏បាននិយាយទៅកាន់គូយ៉ាងឈុនថាឲ្យយើងសុំទោសផងអាកូនដែរហៅឯងមកជួបភ្លាមទាំងមិនបានសម្រាប់បែបនេះបន្ទាប់មកគាត់ក៏បន្ថែមទៀតថាប៉ុន្តែយើងសង្ឃឹមថាឯងនឹងយល់ច្បាស់ថាយើងមិនអាចបណ្ដោយឲ្យមនុស្សដែលបានស្រូបយកធម៌ពលពីថ្មផ្ការិចរបស់និកាយភ្នំហូសានរបស់យើងដើរហើរតាមតែចិត្តដោយសេរីបាននោះឡើយពេលនោះគូយ៉ាងជន់ក៏បានឆ្លើយទៅកាន់គាត់ថាបាទលោកមេបាខ្ញុំពិតជាយល់ច្បាស់ណាស់អំពីរឿងនេះលោកមេបានិកាយភ្នំហូសានគាត់ក៏បន្ថែមទៀតថាអញ្ចឹងយោងទៅតាមសម្ដីដែលឯងបានរៀបរាប់អំមិញហ្នឹងគឺឯងគ្រាន់តែកាន់ថ្មផ្ការិចនេះនៅក្នុងដៃធម្មតាសោះប៉ុន្តែស្រាប់តែនៅសុកអាថ្មផ្ការិចហ្នឹងវាបែរជារលាយចូលទៅក្នុងខ្លួនឯងបែបហ្នឹងតាមមែនទេបន្ទាប់ពីប្រជាម្នាក់នេះគាត់បាននិយាយបែបនេះហើយធ្វើឲ្យគូយ៉ាងជន់ធ្វើទៅមកដូចជាមិនសូវស្រួលសោះរួចក៏ខ្សឹបទៅកាន់ប្រជាសិនជលថាប្រជាសិនជលខ្ញុំបានប្រាប់ការពិតទៅប្រជាម្នាក់នេះរួចរាល់អស់ហើយតែខ្ញុំបានលាក់រឿងដែលថាមានព្រលឹងរបស់ប្រជានៅក្នុងខ្លួនខ្ញុំធ្វើបែបនេះទៅតើវាជាជំរឿនដ៏ល្អបំផុតរបស់ពួកយើងហើយមែនទេប្រជាសិនជលពេលនោះប្រជាសិនជលក៏បានតបទៅគូយ៉ាងជន់វិញថាឯងព្យាយាមដោះសារដោយបង្កើតសាច់រឿងប្រឌិតថាឯងគ្រាន់តែបានស្រូបយកធម៌ពលពីថ្មផ្ការិចនោះអញ្ចឹងឯងល្បិចរាក់ពិតមែនណាកូនអើយបន្ទាប់មកប្រជារបស់បាក់ភ្នំហូសានបច្ចុប្បន្នគាត់ក៏បាននិយាយទៅកាន់គូយ៉ាងជន់ថារឿងដែលឯងនិយាយប្រាប់យើងអំមិញនេះវាពិតជាពិបាកនឹងជឿខ្លាំងណាស់អាកូនទាំងដែលរឿងដែលឯងស្រូបយកធម៌ពលពីថ្មផ្ការិចនោះចូលទៅក្នុងខ្លួនឯងនិងការពិតមួយទៀតគឺរឿងដែលនៅក្នុងខ្លួនរបស់ឯងស្រាប់តែមានធម៌ពលពីរផ្សេងគ្នាដែលមានអូរ៉ាប្រឆាំងគ្នាយ៉ាងខ្លាំងច្បាស់កន្លែងបែបនេះទៅវិញគូយ៉ាងជន់ក៏បានឆ្លើយទៅកាន់ប្រជាម្នាក់នេះថាបានពិតមែនហើយប្រជាពេលនោះប្រជាម្នាក់នេះក៏បាននិយាយថាអូខេឥឡូវរឿងរ៉ាវវាបានប្រែក្លាយទៅជាបែបនេះទៅហើយមុននឹងឯងប្រាប់ថាឯងមកទីនេះដើម្បីមកទទួលប្អូនស្រីរបស់ឯងត្រឡប់ទៅវិញដូច្នេះឥឡូវនេះឯងដើរតាមយើងមកគូយ៉ាងជន់ក៏បានសួរប្រជាម្នាក់នេះថាដើរតាមប្រជាមែនទេតើទៅកន្លែងណាទៅបានគ្រាន់តែឮបែបនេះភ្លាមប្រជាម្នាក់នេះគាត់ក៏បានបដូរទឹកមុខភ្លាមរួចក៏ដើរមកពីក្រោយគូយ៉ាងជន់ហើយនិយាយឡើងថាតើឯងគិតថាពួកយើងនឹងបណ្ដោយឲ្យឯងដើរចេញទៅដោយមានសុវត្ថិភាពទាំងដែលឯងបានលួចស្រូបយកធម៌ពលពីថ្មផ្ការិចដ៏មានតម្លៃបំផុតរបស់និកាយភ្នំហូសានចូលទៅក្នុងខ្លួនឯងអស់រលីងបាត់ទៅហើយគាត់ក៏បានបន្តទៀតថាចុះមិនប្រតិកម្មឯងឥឡូវនេះវាហាក់ដូចជាមិនខ្វល់បន្តិចសោះអញ្ចឹងយើងខំធ្វើមុខកាចគំរាមឯងប៉ុណ្្នឹងហើយពេលនោះគូយ៉ាងជន់ក៏បានតបទៅគាត់វិញថាខ្ញុំសុំទៅផងប្រុសមេបាគឺមកពីទាំងមុខនឹងកែវភ្នែកគំរាមរបស់លោកមិនបាញ់មិញហ្នឹងវាដូចគ្នាបែបបិទទៅនឹងទឹកមុខរបស់ចាស់ទុំទី2នៅក្នុងតកូរគូរបស់ខ្ញុំនៅពេលដែលគាត់ចង់លេងសើចឌឺដងដាក់ខ្ញុំអញ្ចឹងបានពេលនោះប្រជានៅក្នុងបហូសានគាត់ក៏បាននិយាយថាស្អីគេឯងចង់មានន័យថាចរិតរបស់យើងដូចទៅនឹងចាស់ទុំទី2របស់ឯងអញ្ចឹងឯងនេះពិតជាឆ្លើយមែនគូយ៉ាងជន់ក៏បានលួចគិតនៅក្នុងចិត្តថាមិនបាច់ឆ្ងល់ទេមិនបានជាចាស់អស់ហ្នឹងចូលចិត្តបបួលគ្នាភ្នាល់ផឹកស្រាលេងល្បែងស៊ីសងម្លេះតាមពិតទៅគឺពួកគាត់មានចរិតលែកឡក់ដូចគ្នាសោះហ្នឹងលោកប្រជានិកាយប្រមោសានគាត់ក៏បាននិយាយទៅកាន់គូយ៉ាងជន់ថាយើងជប់លេងសើចជាមួយឯងហើយតោះកុំឲ្យខាតពេលយូរយើងនឹងនាំឯងទៅជួបប្អូនស្រីរបស់ឯងតែម្ដងនៅខាងក្នុងសាច់រឿងគេបានកាត់មកកន្លែងមួយទៀតនៅវិមានមួយកន្លែងក្នុងបាក់ភ្នំហូសានយើងក៏បានឃើញក្រុមគ្រូពេទ្យកំពុងព្យាបាលនរណាម្នាក់ក្រុមគ្រូពេទ្យទៅនោះគាត់ក៏បាននិយាយឡើងថាខ្ញុំឆ្ងល់ណាស់ស្ថានភាពនៅក្នុងខ្លួនអ្នកនៅពេលនេះវាបានខ្ទេចខ្ទីអស់រលីងបាត់ទៅហើយតើអ្នកដឹងខ្លួនដែរទេមិនត្រឹមតែប្រព័ន្ធឈាមរត់របស់អ្នកខូចខាតនោះទេសូម្បីតែធម៌ពលធាតុនៅខាងក្នុងខ្លួនរបស់អ្នកក៏វាកំពុងតែរមួលប្រកាច់និងប្រឆាំងបុគ្គ
គ្នាគ្មានសល់ដែរស្ថានភាពធ្ងន់ធ្ងរដល់ថ្នាក់នេះទៅហើយតើអ្នកអាចទ្រាំទ្រនឹងការជឿឆាប់ដកសាហាវនេះបានដោយរបៀបណាទាំងដែលរាងកាយខាងក្នុងរបស់អ្នកវាចាប់ផ្ដើមរលេះរលួយបន្តិចម្ដងបែបនឹងនោះដែលតាមការពិតទៅយើងក៏ធ្លាប់ឃើញលោកយាយម្នាក់នេះនៅការពិភាក្សាមុនដែរលោកយាយម្នាក់នេះគាត់គឺជាព្រះចាមួយរូបនៅក្នុងនិកាយភ្នំហូសានមួយរូបដែរពេលនោះគាត់ក៏បាននិយាយប្រាប់ក្រុមគ្រូពេទ្យថាវាមិនសូវឈឺចាប់ប៉ុន្មានឡើយចំណែកឯគ្រូពេទ្យវិញគាត់ក៏បាននិយាយឡើងថាកុំមកកុហកខ្ញុំស្ថានភាពបែបហ្នឹងហើយបើមិនឈឺទៅវាចម្លែកនេះអ្នកកំពុងតែធ្វើរឹកសម្ដែងជាមនុស្សរឹងមាំនៅចំពោះមុខកូនសិស្សរបស់អ្នកតើមែនទេតាមពិតទៅក្មេងស្រីម្នាក់នេះគឺជាប្អូនស្រីរបស់គូយ៉ាងឈុនដែលជាកូនសិស្សរបស់ប្រជាយាយម្នាក់នេះពេលនោះគ្រូពេទ្យគាត់ក៏បានសួរលោកយាយម្នាក់នេះថាតើជំងឺមួយនេះវាកើតឡើងអស់រយៈពេលប៉ុន្មានឆ្នាំហើយលោកយាយគាត់ក៏បានឆ្លើយថាគឺអស់រយៈពេល4ឆ្នាំហើយគ្រាន់តែលើកបែបនេះគ្រូពេទ្យគាត់ក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនិយាយឡើងថាតើមានរឿងអ្វីកើតឡើងចំពោះអ្នកអស់រយៈពេល4ឆ្នាំនេះឲ្យប្រកាសទៅពេលនោះលោកយាយបំរុងនឹងឆ្លើយប្រាប់លោកគ្រូពេទ្យហើយប៉ុន្តែស្រាប់តែលោកយាយបានក្អកយ៉ាងខ្លាំងដែលធ្វើឲ្យកូនសិស្សរបស់គាត់មានការបារម្ភពីសុវត្ថិភាពរបស់លោកយាយយ៉ាងខ្លាំងគ្រាន់តែឃើញបែបនេះភ្លាមគ្រូពេទ្យគាត់ក៏ហុចក្រដាសជូតមាត់ទៅឲ្យប្រជាយាយម្នាក់នេះហើយចាប់ពីកន្លែងនេះទៅអេដមីនសូមហៅគ្រូពេទ្យម្នាក់នេះថាជាគ្រូពេទ្យទេវតាគ្រូពេទ្យទេវតាគាត់ក៏បានសួរទៅប្រជាយាយម្នាក់នេះថាតាមពិតទៅវាគឺជាយ័ន្តម្យ៉ាងដែលនៅក្នុងខ្លួនរបស់ប្រជាប៉ុន្តែវាចម្លែកណាស់បើសិនជាមានយ័ន្តមែនហេតុអ្វីបានជាមុននឹងខ្ញុំឆែកមើលធម៌ពលរបស់ប្រជាបែរជាមិនឃើញយ័ន្តមួយនេះសោះអញ្ចឹងវាពិតជាចម្លែកណាស់ពេលនោះប្រជាយាយគាត់ក៏បានហៅឈ្មោះគ្រូពេទ្យទេវតាប៉ុន្តែលោកគ្រូពេទ្យទេវតាបាននិយាយថាកុំហៅខ្ញុំដោយប្រើងារបែបហ្នឹងអីប្រជាយាយគាត់ក៏បានសុំទោសហើយក៏ហៅឈ្មោះលោកគ្រូពេទ្យទេវតានេះថាគ្រូពេទ្យធាប្រជាយាយគាត់ក៏បានសួរទៅលោកគ្រូពេទ្យធាថាតើខ្ញុំអាចសួរលោកគ្រូមួយបានទេថាផ្អែកលើស្ថានភាពរាងកាយរបស់ខ្ញុំឥឡូវនេះតើខ្ញុំនៅសល់ពេលរស់នៅបានប៉ុន្មានខែទៀតទៅគ្រូពេទ្យទេវតាគាត់ក៏បានឆ្លើយថាយ៉ាងហោចណាស់ប្រជាអាចរស់នៅបានត្រឹមតែ2ខែទៀតប៉ុណ្ណោះតែបើសិនជាប្រជាមានសំណាងខ្លាំងប្រជាអាចទ្រាំទ្ររស់រហូតដល់រដូវរងាខាងមុខនេះបានប្រជាយាយគាត់ក៏បានឆ្លើយទាំងអស់សង្ឃឹមថាខ្ញុំយល់ហើយបន្ទាប់មកលោកគ្រូពេទ្យទេវតាគាត់ក៏បានសម្លឹងទៅមើលមុខប្រជាយាយម្នាក់នេះដោយការពីមុនប្រជាយាយម្នាក់នេះគឺជាអធិរាជកុណ្ឌៅនៅក្នុងបកភ្នំហូសានមួយរូបដែរពេលនោះគ្រូពេទ្យទេវតាគាត់ក៏បាននិយាយឡើងថាខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីជួយប្រជាពួកក្មេងៗទាំងអស់គ្នាឆាប់ដើរចេញទៅក្រៅឲ្យអស់ទៅស្រាប់តែកូនសិស្សរបស់ប្រជាយាយដែលជាប្អូនស្រីរបស់គ្រូយ៉ាងឈុនបំរុងនឹងតវ៉ាជាមួយលោកគ្រូពេទ្យទេវតាប៉ុន្តែត្រូវប្រជាយាយដែលជាអ្នកគ្រូក៏បានប្រាប់ឲ្យនាងដើរចេញទៅក្រៅតាមតែអ្វីដែលលោកគ្រូពេទ្យទេវតាបានបញ្ជាហើយយើងក៏បានដឹងឈ្មោះប្អូនស្រីរបស់គ្រូយ៉ាងឈុនដែលមានឈ្មោះថារីយ៉ងវ៉ាក៏បានធ្វើតាមសម្ដីអ្នកគ្រូបានប្រាប់រួចនាងក៏ដើរចេញមកខាងក្រៅសាច់រឿងបានកាត់មកកន្លែងគ្រូយ៉ាងឈុនជាមួយនឹងលោកមេបកភ្នំហូសានបច្ចុប្បន្នគ្រូយ៉ាងឈុនក៏បាននិយាយឡើងថាព្រះអើយព្រះតើនេះវាជាការធ្វើទរណកម្មមែនទេមុននឹងទើបដើរឡើងកាន់ចន្ទើរភ្នំសឹងដាច់ខ្យល់ស្លាប់ទៅហើយតែឥឡូវនេះត្រូវមកដើរឡើងភ្នំបន្ថែមទៀតប្រជាមេបកភ្នំហូសានបច្ចុប្បន្នគាត់ក៏បាននិយាយឡើងថាតើអ្នករាល់គ្នាមិនមានអារម្មណ៍ថាវាជាមេរៀនដ៏អស្ចារ្យរបស់និកាយភ្នំហូសានទេអីបើគ្មានការខិតខំប្រឹងប្រែងនិងភាពនឿយហត់នោះទេពួកយើងក៏គ្មានផ្លូវសម្រេចបានកិច្ចការធំបានឡើយគូយ៉ាងឈុនក៏បានលួចគិតនៅក្នុងចិត្តបន្តថាតាកញ្ចាស់សៀនអើយចុះការលោកតានៅរស់មិនក៏មិនព្រមរុះរើបដូរនិកាយចុះ
ពីលើភ្នំចង្រៃនេះទៅព្រះចាសិនជោគាត់ក៏បានឆ្លើយទៅកាន់គូយ៉ាងឈុនថាក៏ព្រោះតែមានមនុស្សចរិតលែកឡក់បែបនឹងឡើងមកធ្វើជាមេបកភ្នំហូសានតគ្នាមកនឹងហើយទើបបានជាក្បួនច្បាប់មេរៀនអប់រំចិត្តដ៏ឆ្កួតឡប់អស់នឹងវានៅតែបន្តដេញតាមបង្រៀនឯងដល់បច្ចុប្បន្នហ្នឹងអាកូនស្រាប់តែពេលនោះយ៉ងហ្វាដែលជាប្អូនស្រីរបស់គូយ៉ាងឈុនក៏បានបើកទ្វារចេញមកពេលនោះយ៉ងហ្វាស្រឡាំងកាំងយ៉ាងខ្លាំងនៅពេលដែលឃើញបងប្រុសបោកឈរនៅពីមុខរបស់ខ្លួនសូម្បីតែគូយ៉ាងឈុនក៏មានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងដែរនៅពេលដែលឃើញប្អូនស្រីរបស់ខ្លួននៅឈរពីមុខបែបនេះពេលនោះយ៉ងហ្វាបានសួរទៅបងប្រុសរបស់នាងថាតើហេតុអ្វីបានជាអ្នកមកដល់ទីនេះបន្តិចក្រោយមកស្រាប់តែមានក្មេងប្រុសម្នាក់បានដើរបុកក្បាលយ៉ងហ្វារហូតដល់នាងយកដៃខ្ទប់ក្បាលព្រោះឈឺខ្លាំងគូយ៉ាងឈុនបានចាប់អារម្មណ៍ជាមួយនឹងក្មេងប្រុសដែលដើរបុកក្បាលប្អូនស្រីរបស់ខ្លួនយ៉ងហ្វាក៏បានស្ដីឲ្យក្មេងប្រុសម្នាក់នោះថាតើឯងដើរមិនមើលទេអីស្រាប់តែពេលនោះយ៉ងហ្វាបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញបងប្រុសរបស់ខ្លួនបានបញ្ចេញថាមពលអរ៉ាដូចជាបិសាចយ៉ាងសន្ធោសន្ធៅដែលកំពុងដើរឆ្ពោះមករកនាងជាមួយនឹងក្មេងប្រុសម្នាក់នោះ